កូនពិតជាមានសំណាងល្អណាស់កូនអើយតើកូនមានដែលគិតទេថាកូនជាមនុស្សដែលមានសំណាងល្អខ្លាំងណាស់ដែលកូននៅមានម៉ែហៅកូនមានម៉ែនៅក្បែរថែរក្សាមានម៉ែរៀបចំអាហារបាយទឹកព្រឹកល្ងាចឲ្យកូនបានហូបចុកកូនមានសំណាងល្អណាស់ដែលកូនបានរស់នៅជាមួយម៉ែកូនមានភាពកក់ក្ដៅកូនបានឃើញម៉ែសោចកូនបានឃើញម៉ែញញឹមបានឃើញម៉ែបានឃើញទឹកមុខដ៏ព្រឹមព្រិយរបស់ម៉ែកូនបានស្ដាប់ពាក្យសម្ដីដែលម៉ែពោលទូន្មានស្ដីថារាល់ថ្ងៃកូនមានសំណាងណាស់ដែលកូនក្រោកកូនបានឃើញមុខម៉ែបានឮសំឡេងម៉ែកូនមានម៉ែដាស់តឿនឲ្យកូនក្រោករាល់ព្រឹកកូនមានម៉ែដេញឲ្យទៅងូតទឹកមានម៉ែហៅឲ្យហូបបាយមានម៉ែផ្ដល់លុយឲ្យចាយមានម៉ែហើយមានម៉ែដែលតែងតែចាំព្រួយបារម្ភពីកូនគ្រប់ពេលកូនមានសំណាងណាស់ដែលកូនមានម៉ែចាំយកចិត្តទុកដាក់មានម៉ែចាំថែរក្សានៅពេលកូនឈឺមានម៉ែតែងតែចាំលួងលោមកូនពេលកូនយំមានម៉ែចាំជួយលើកទឹកចិត្តចាំផ្ដល់កម្លាំងចិត្តពេលកូនពិបាកចិត្តឬបរាជ័យក្នុងកិច្ចការងារអ្វីមួយនិងកូនមានម៉ែចាំអបអរសាទរពេលដែលកូនបានជោគជ័យនៅក្នុងជីវិតតើកូននៅកើតទុក្ខមិនសុខចិត្តរឿងអីតើកូនរកអ្នកណាតើកូនទៅរកអ្នកណាដែលថាមានសំណាងល្អអស្ចារ្យឲ្យដូចជាកូននោះកូនគួរតែចេះរីករាយនឹងអ្វីដែលកូនមានគួរតែប្រើប្រាស់សំណាងដែលខ្លួនឯងបានសាងកុំយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃដែលខ្ពង់ខ្ពស់ជាងកូនមានជាងកូនល្អជាងកូនជាហេតុធ្វើឲ្យកូនគិតថាកូនអន់ជាងគេក្រជាងគេអាក្រក់ជាងគេតាមពិតកូនមិនអាក្រក់ទេកូនមិនអន់ទេកូនមិនអាក្រក់ទេគ្រាន់តែកូនរងចាំចំណុចខ្លាំងនិងចំណុចល្អរបស់កូនមិនទាន់ឃើញតែប៉ុណ្ណោះគ្រាន់តែកូនរកចំណុចខ្លាំងនិងចំណុចល្អរបស់កូនមិនទាន់ឃើញតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលកូនរកចំណុចខ្លាំងនិងល្អរបស់កូនឃើញហើយទើបកូនដឹងថាកូនពិតជាមានសំណាងទើបកូនដឹងថាកូនពិតជាមានសំណាងល្អណាស់ដែលអ្នកខ្លះគ្មានសំណាងដូចជាកូនអត្ថបទវាចាមាសរបស់ម៉ែអានដោយភិក្ខុច័ន្ទមេងហរ